ឈាមមានតួនាទីយ៉ាងសំខាន់សម្រាប់ជីវិតមនុស្សអ្នកជំងឺសង្គ្រោះបន្ទាន់ម្នាក់ត្រូវការឈាមជាមធ្យម3ផ្លោកយើងមិនអាចផលិតឈាមក្នុងរោងចក្របានឡើយហើយវាក៏មិនអាចនាំយកពីប្រទេសក្រៅបានដែរហេតុនេះមានតែការផ្ដល់ឈាមដោយស្ម័គ្រចិត្តតែប៉ុណ្ណោះដែលអាចជួយសង្គ្រោះជីវិតមនុស្សការផ្ដល់ឈាមដោយអ្នកស្ម័គ្រចិត្តអាចធ្វើឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលមានទីតាំងនៅបណ្ដាខេត្តក្រុងទាំងអស់ក្នុងប្រទេសជាអាណាចក្រកម្ពុជាហើយដំណើរការសំខាន់ៗនៃការបរិច្ចាគឈាមគឺសម័យបំផុតដំណាក់កាលទី1គឺការបំពេញទម្រង់បែបបទទូទៅនៃការបរិច្ចាគឈាមដោយអ្នកស្ម័គ្រចិត្តគ្រាន់តែបំពេញឈ្មោះអាយុថ្ងៃខែឆ្នាំកំណើតមុខរបរអាសយដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនងដំណាក់កាលទី2បន្ទាប់ពីបំពេញទម្រង់បែបបទរួចអ្នកស្ម័គ្រចិត្តត្រូវពិគ្រោះសុខភាពជាមួយគ្រូពេទ្យជំនាញនិងវាស់សម្ពាធឈាមគ្រូពេទ្យជំនាញនឹងប្រាប់អ្នកឲ្យដឹងថាតើអ្នកអាចផ្ដល់ឈាមបានឬក៏មិនបាននៅក្នុងដំណាក់កាលនេះដំណាក់កាលទី3គ្រូពេទ្យនឹងធ្វើការជួសឈាមមើលក្របឈាមក្រហម hemoglobin និងក្រុមឈាមរបស់អ្នកស្ម័គ្រចិត្តដំណាក់កាលទី4ជាដំណាក់កាលដែលអ្នកស្ម័គ្រចិត្តត្រូវបរិច្ចាគឈាមហើយជាទូទៅគ្រូពេទ្យបូមឈាមចំណោះ350មីលីលីត្រហើយវាប្រើរយៈពេលពី5នាទីទៅ10នាទីតែប៉ុណ្ណោះដំណាក់កាលចុងក្រោយអ្នកស្ម័គ្រចិត្តត្រូវសម្រាកពិសាទឹកពិសាអាហារសម្រន់មួយរយៈពេលខ្លីហើយគាត់នឹងទទួលបានកាតមួយដែលកាតនេះហៅថាកាតអ្នកស្ម័គ្រចិត្តផ្ដល់ឈាមសូមចងចាំថាផ្ដល់ឈាមគឺផ្ដល់ក្តីស្រឡាញ់